ព័ន្ធទៅនឹងការកែតម្រង់ស្ថាប័នសម្ដេចធិបតីនាយករដ្ឋមន្ត្រីបានរំលឹកនៅពាក្យស្លោករបស់សម្ដេចតេជោថាកែតម្រង់រស់មិនកែតម្រង់ស្លាប់ដែលមានអត្ថន័យត្រឹមត្រូវគ្រប់កលៈទេសៈទាំងអស់និងគ្រប់ក្រសួងស្ថាប័នសម្ដេចបន្ថែមថាការកែតម្រង់ដែលល្អគឺត្រូវមានមូលដ្ឋានច្បាស់លាស់ដោយត្រូវកំណត់គោលដៅនិងលទ្ធផលជាគោលហើយការកែតម្រង់រចនាសម្ព័ន្ធឬក៏ប្រព័ន្ធការងារមិនមែនផ្អែកទៅលើការស្រឡាញ់ឬក៏ស្អប់មនុស្សនោះទេប៉ុន្តែគឺដើម្បីបង្កើនប្រសិទ្ធភាពនិងប្រសិទ្ធផលការងារព្រមទាំងការកែសម្រួលឲ្យសមស្របទៅតាមសភាពការនៃការប្រែប្រួលរបស់ពិភពលោកនិងបច្ចេកវិទ្យាដោយរៀបចំប្រព័ន្ធការងារមុននឹងរៀបចំមនុស្សជាក់ស្ដែងផ្អែកលើវិធានការគន្លឹះនៃកំណែទម្រង់រដ្ឋបាលសាធារណៈតាមរយៈការវិភាគមុខងារគិតមកទល់នឹងបច្ចុប្បន្នមាន16ក្រសួងស្ថាប័នដែលរាជរដ្ឋាភិបាលធ្វើការកែសម្រួលដោយគ្រោងនឹងកាត់បន្ថយ3អគ្គនាយកដ្ឋាននិង30នាយកដ្ឋានអ្នកនាំពាក្យរាជរដ្ឋាភិបាលសូមបញ្ជាក់ជូនជនរួមជាតិជ្រាបផងដែរថាបើទោះបីជាទទួលរងព្យុះភ្លៀងដែលកើតឡើងដោយសារសង្គ្រាមឈ្លានពានទឹកដីពីសំណាក់ប្រទេសថៃនិងឥទ្ធិពលអវិជ្ជមានដែលកើតឡើងពីសង្គ្រាមនៅមជ្ឈិមបូព៌ាយ៉ាងណាក៏ដោយក៏រាជរដ្ឋាភិបាលដឹកនាំដោយសម្ដេចធិបតីហ៊ុនម៉ាណែតនៅតែបន្តឈរជ្រែងជើងយ៉ាងរឹងមាំដើម្បីជំនះឧបសគ្គទាំងនោះដោយដៃម្ខាងខិតខំការពារបូរណភាពទឹកដីតាមរយៈនយោបាយការទូតយ៉ាងសកម្មនិងម៉ឺងម៉ាត់ប្រកបដោយភាពចាស់ទុំនិងដៃម្ខាងទៀតខិតខំដាក់ចេញវិធានការអន្តរាគមន៍នានាដើម្បីជួយសម្រួលជីវភាពប្រជាពលរដ្ឋតាមគ្រប់មធ្យោបាយទន្ទឹមនឹងនោះរាជរដ្ឋាភិបាលបន្តអភិវឌ្ឍប្រទេសលើគ្រប់វិស័យដោយបោះជំហានទៅមុខឥតឈប់ឈរស្របតាមគោលនយោបាយដែលបានដាក់ចេញអាស្រ័យហេតុនេះសូមបងប្អូនជនរួមជាតិជ្រាបជាព័ត៌មានបាទសូមអរគុណនិងសូមគោរពលាតែប៉ុណ្ណេះ